xong mà rồi năm tới nhôm khang camera thả xong mà rồi năm nè là xong ba đấy nhận nhóm là ngày miền rồi bọc buôn giảm nôngประពុទ្ធសាសនានេះថាជារបស់ដែលសុំបានដោយកម្រទី1គឺទ្រព្យសម្បត្តិណាទ្រព្យសម្បត្តិជារបស់ដែលសុំបានដោយកម្រទ្រព្យហ្នឹងលោកចង្អុលបង្ហាញដល់ទ្រព្យដែលរកបានដោយធម៌រកបានដោយអំពើសុចរិតគឺអត់ងាយកើតឡើងទេហ្នឹងរបស់ទី1ទី2សុំយោសបរិវារមានកតយុះមានបរិវារយុះមានអិសរិយយុះសត្វលោកគ្រប់គ្នាចង់បានទេញាតិញោមចង់ណាគ្មានអ្នកណាម្នាក់ដែលមិនត្រូវការរឿងយុះបរិវារអីហ្នឹងទេប៉ុន្តែងាយសុំបានទេអត់បានទេអាហ្នឹងរបស់កម្រទី2របស់កម្រទី3លោកពោលសម្ដៅដល់ការប្រាថ្នាចង់បានអាយុវែងហ្នឹងហើយចង់បានអាយុវែងហើយយើងអាយុវែងសពថ្ងៃប្រហែលប្រហែលញាតិញោមត្រឹមថា70 80ឆ្នាំអីហ្នឹងយើងគិតថាវែងអញ្ចឹងមែនទេហើយអត់សូវសម្បូរទៀតណាតាមស្រុកតាមភូមិអីហ្នឹងដល់60ដល់70អីហ្នឹងគឺទៅអស់ហើយឡើងដល់8ដល់9អីហ្នឹងគឺមួយឯងអត់សូវសម្បូរទេអញ្ចឹងការប្រាថ្នារបស់សត្វលោកទូទៅទាំងអស់គឺប្រាថ្នាចង់បានអាយុវែងការប្រាថ្នាទី4នៅពេលដែលដឹងខ្លួនឯងថាអាយុនឹងវាមិនសូវវែងប្រាថ្នាទី4ក្រោយពីស្លាប់ចង់ទៅកាន់ស្ថានសួគ៌ប៉ុន្តែព្រះអង្គបានសម្ដែងថារបស់ទាំង4យ៉ាងហ្នឹងគឺជារបស់ដែលសុំបានដោយកម្រក្រៃពេកណាស់ហើយអត់អាចសុំពីនរណាបានទេគឺត្រូវសុំពីខ្លួនឯងណាចង់បានទ្រព្យសម្បត្តិពុទ្ធសាសនាចង្អុលបង្ហាញរឿងការឲ្យទានទៅសបោត្រចង់បានយោះបរិវារអីហ្នឹងគឺចង្អុលបង្ហាញដល់គិរវៈការគោរពនៅពេលដែលគោរពអ្នកដតីពូជដាំពូជមកវិញហ្នឹងគឺមានតកូលខ្ពង់ខ្ពស់កើតនៅក្នុងកំណើតខ្ពង់ខ្ពស់ចង់បានអាយុវែងពុទ្ធសាសនានេះចង្អុលបង្ហាញត្រង់ចំណុចថាកុំឲ្យសម្លាប់សត្វណានៅក្នុងចលកម្មវិភង្គសូត្រហ្នឹងចង្អុលបង្ហាញថាសត្វលោកណាដែលបៀតបៀនសត្វគឺផលដែលទទួលបានទៅវិញមានជំងឺច្រើនមានអាពាធច្រើនសត្វលោកណាដែលសម្លាប់សត្វប្រព្រឹត្តបានណាតិបាតអាយុខ្លីអញ្ចឹងត្រូវសុំពីខ្លួនឯងនឹងតែម្ដងហើយស្ថានសួគ៌ក៏ដូចគ្នាផ្លូវទៅកាន់ស្ថានសួគ៌គឺមានតែដានជើងរបស់មនុស្សដែលបំពេញបុណ្យទេញាតិញោមជឿអញ្ចឹងហ៎ហ្នឹងហើយផ្លូវទៅកាន់ស្ថានសួគ៌អត់មានដានជើងមនុស្សអាក្រក់ទេដានជើងមនុស្សអាក្រក់គឺដើរទៅកាន់ស្ថាននរកតែប៉ុណ្ណោះហើយបើចង់ទៅកាន់ស្ថានសួគ៌ហ្នឹងគឺត្រូវតែព្យាយាមបំពេញសេចក្តីល្អហ្នឹងឲ្យបានច្រើនណាកុំឲ្យពេលវេលាវាកន្លងទៅវានាំយកជីវិតរបស់យើងទៅញាតិញោមនៅក្នុងបសូតមួយឈ្មោះថាអចេនតសូតព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងតបជាមួយនឹងពាក្យទេវតាទី1ហ្នឹងពាក្យទេវតាគេទូលពោលចំពោះព្រះអង្គថាអចេនតិកាឡាតយរន្តិរតយោវយោគុណាអនុពពាំងចហន្តិអេតាំងភយ៉ាងមរណេពេខមាណោបញ្ញានិកយិរាថាសុខាវហានិហ្នឹងហើយបានសេចក្តីថាកាលទាំងឡាយចេះតែកន្លងផុតទៅរាត្រីទាំងឡាយថ្ងៃទាំងឡាយក៏ចេះតែកន្លងផុតទៅគ្រប់រូបគ្រប់គ្នានេះត្រូវលះបង់នៅចំនួននៃវ័យទៅជាលំដាប់ប្រសិនបើយើងឃើញភ័យក្នុងសេចក្តីស្លាប់គប្បីព្យាយាមបំពេញបុណ្យដែលជាគុណជាតិនាំសេចក្តីសុខមកឲ្យណាហ្នឹងគឺជាពាក្យរបស់ទេវតាអញ្ចឹងអាកាលដែលកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាមិនមែនកន្លងទៅទេអញ្ចឹងមែនទេញាតិញោមវាមិនមែនកន្លងទៅតែថ្ងៃច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យហ្នឹងណាវានាំទៅនៅអាយុជីវិតរបស់យើងទៅដែរហ្នឹងហើយនាំទៅដែរណាបើកន្លងទៅតែថ្ងៃហើយយើងនៅដដែលទៅមានអីប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃយើងចាស់អញ្ចឹងមែនទេណាដោយសារថ្ងៃហើយនឹងយប់ហ្នឹងបានធ្វើឲ្យញាតិញោមគ្រប់រូបហ្នឹងคล้ายទៅជាមនុស្សចាស់អស់ហលេងហ្នឹងហ្នឹងហើយយើងហ្នឹងត្រូវលះបង់នៅចំនួននៃវ័យទៅជាលំដាប់ពីដើមមកបឋមអ្វីក
ក្មេងល្អោកញាតិញោមណាហ្នឹងហើយផ្ពាល់កំពុងស្អាតចើមឡើងខ្វង់សាច់ឡើងថ្លាណាសក់ឡើងខ្មៅក្រឹបថ្មិញមើលទៅឡើងដូចគេក្រិតអញ្ចឹងប៉ុន្តែដោយអំណាចនៃពេលវេលាកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងឥឡូវចាស់នៅញាតិញោមចាស់ហើយអញ្ចឹងបានលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យបុត្រសវង្សលោកប្រើពាក្យថាអាណានិគមពេលវេលាណាអាណានិគមពេលវេលាហ្នឹងវាដាក់អាណានិគមលើមនុស្សគ្រប់គ្នាទាំងអស់គ្មានអ្នកណាមួយដែលមិនស្ថិតនៅក្រោមអំណាចនៃពេលវេលាទេញាតិញោមកិច្ចពីអំណាចនៃពេលវេលាហ្នឹងបានទេអត់ទេណាអញ្ចឹងកាលមុនក្មេងស្អាតល្អស្រស់សោភាណាដោយអំណាចនៃពេលវេលាវាបោះយើងទៅមជ្ឈិមអវ័យវ័យទី2ហ្នឹងហើយដល់ពេលវេលាកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំវាបោះយើងទៅវ័យទី3គឺបច្ឆិមអវ័យចាស់បដ ாய் ចាស់ដូចរហងៃអញ្ចឹងម្សិលមិញកមុំសោះឥឡូវคล้ายទៅជាយាយតាអស់លីងអញ្ចឹងមែនទេញាតិញោមហ្នឹងហើយអញ្ចឹងបានពាក្យគេលើកឡើងជាកាបនោះថាសក់ស្កូវប្រាប់ផ្លូវទៅមរណាភ្នែកអន់ប្រាប់ថាខំធ្វើបុណ្យខ្នងកោងឲ្យតោងព្រះពុទ្ធគុណស្បែកជ្រួញប្រាប់មុនថាបូជាណាគេប្រាប់អញ្ចឹងណាលឺហឹងអ្នកលឺហឹងលឺឡើងច្បាស់ហ្នឹងឲ្យដឹងថាលាលោកមានរោគប្រចាំកម្មវេរាក្រងឆ្អឹងឲ្យដឹងថាបោកគ្នាសាច់ស្បែកលោមាជាបិសាចហ្នឹងហើយយល់កាបហ្នឹងហើយញាតិញោមហ្នឹងហើយអញ្ចឹងសក់ស្កូវរាល់ថ្ងៃហ្នឹងណែញោមតាគ្រប់រូបញោមយាយគ្រប់គ្នាហ្នឹងសក់ស្កូវហ្នឹងគឺជាការចង្អុលបង្ហាញប្រាប់ថាកំពុងដើរទៅកាន់ផ្លូវមរណៈហើយក្មេងឥឡូវគេអត់តន់ស្កូវប៉ុន្តែគេទៅឆ្កឹះអញ្ចឹងណាគេចង់បានអាស្កូវហ្នឹងប៉ុន្តែអត់មានដឹងថាអារឿងស្កូវរឿងអីហ្នឹងគឺជាទូតរបស់មច្ចរាជសោះអត់ដឹងទៅជំនុំគ្នាឆ្កឹះសក់សទៅគេថាអាហ្នឹងស្អាតចង់ចាស់មុនវ័យណាចង់ចាស់មុនវ័យអាត្មាមាននិយាយរបស់អាត្មានៅស្រុកអីហ្នឹងសក់សមិនតន់ញាតិញោមតែញ៉ាអាថ្នាំលាបណាហ្នឹងហើយថ្នាំលាបសក់មានកញ្ច្រាស់ដោះថ្មិញហ្នឹងគាត់កោអីទៅចលក់ជូតគាត់ខ្លាចសហ្នឹងហើយអាត្មាចេះសួរលេងថាយាយព្រមចាស់នៅអត់ទាន់ចង់ចាស់ទេលោកចៅហ្នឹងហើយអត់ទាន់ចង់ចាស់បើណែអត់ទាន់ចង់ហ្នឹងវាចង់បានទេអត់ទេណាហ្នឹងហើយអញ្ចឹងវាប្រាប់យើងច្បាស់ថាកំពុងដើរទៅកាន់ផ្លូវមរណៈហើយដល់ពេលស្បែកជ្រួញសក់ស្កូវប្រាប់ផ្លូវទៅមរណាភ្នែកអន់ចូលភ្នែកអន់ណាភ្នែកអន់ហ្នឹងបានន័យថាមើលសវាំងភ្នែកអន់ប្រាប់ថាខំធ្វើបុណ្យឲ្យធ្វើបុណ្យទៅកុំដំអែដំអង់ដំអក់អីយូរពេកណាខំធ្វើបុណ្យខ្នងកោងនៅញាតិញោមកោងឲ្យតោងព្រះពុទ្ធគុណណាឲ្យតោងព្រះពុទ្ធគុណអញ្ចឹងសង្គ្រោះចូលក្នុងព្រះរតនត្រ័យមានព្រះពុទ្ធគុណព្រះធម្មគុណព្រះសង្ឃគុណណាឲ្យតោងគុណព្រះរតនត្រ័យទៅនៅពេលដែលខ្នងកោងហើយនោះអត់មានតែទីពឹងអីបានទេណាស្បែកជ្រួញប្រាប់មុនថាបូជាអញ្ចឹងអាពេលជ្រួញហ្នឹងមិនបាច់រកអីមកម៉ាស្សាអីទៀតទេហ្នឹងហើយការពារបានតែបន្តិចទេញាតិញោម2-3សប្តាហ៍ទៅវាត្រឡប់មកធាតុដើមវិញហើយអ្នកវិទ្យាសាស្ត្រសម័យនេះណាជាពិសេសគឺអ្នកដែលផលិតគ្រឿងសម្អាងហ្នឹងរលុយបានសម្បើមណាស់ពីអ្នកដែលមិនចង់ចាស់គ្រប់គ្នាហ្នឹងហើយរលុយបានមែនតើញាតិញោមហើយឥឡូវអាជីវកម្មអនឡាញញាតិញោមអូយលាបទៅបតឹងស្បែកជួយឲ្យស្បែកភ្លឺថ្លាសមាត់រលោងorder មកតម្លាក់លេខតម្លាក់ទីតាំងណា$40ទិញទៅ free អីអញ្ចឹងនោះអូអ្នកដែលអត់ចង់ចាស់ហ្នឹងនិយាយពីថាផ្ដុំជើងគ្នាទៅជាវអញ្ចឹងមែនទេញាតិញោមហ្នឹងហើយកាលពីជាង20ឆ្នាំមុនអីពាណិជ្ជកម្មគេផ្សព្វផ្សាយថាម៉េចម្សៅអីនោះម្សៅមីណាញាតិញោមដែរលឺហ្នឹងហើយអូលាបពេញភូមិទាំងអស់ម្សៅមីណាលាបមីណាសមីណឹងអញ្ចឹងដល់ហ្នឹងហើយណាអញ្ចឹងគឺគេផលិតsport ពាណិជ្ជកម្មមកហ្នឹងអ្នកដែលអត់ចង់ចាស់ហ្នឹងគឺភ្លូកផ្លឹកនិយាយពីថា
ជ្រុំជើងគ្នាទៅជាវប៉ុន្តែផ្លេចថាអារឿងអស់ហ្នឹងគឺកំពុងប្រាប់យើងថាកំពុងដើរទៅរកសេចក្តីស្លាប់ចឹងមែនទេញាតិញោមណាហ្នឹងហើយចឹងអត់មានអីដែលគួរប្រមាថទេដោយសារអំណាចនៃពេលវេលាហ្នឹងយើងគ្រប់រូបហ្នឹងស្ថិតនៅក្រោមអាណានិគមពេលវេលាហ្នឹងហើយចាស់អស់ហើយញាតិញោមមកផ្លែតសោះដូចអត់ទាន់បានធ្វើអីធំដុំទេចឹងមែនទេញាតិញោមហ្នឹងហើយដូចថាម្សិលមិញដូចយល់សពអញ្ចឹងឥឡូវចាស់អស់ហើយលេងអញ្ចឹងបានទេវតានឹងថាប្រសិនបើយើងឃើញភ័យក្នុងសេចក្តីស្លាប់អេតាំងភយ៉ាងមរណេបេខមាណោញាតិញោមភ័យខ្លាចស្លាប់អីញាតិញោមខ្មាភ័យតើបើអត់ភ័យមិនខំឆាន់បាយណាចឹងមែនទេញាតិញោមបើមិនភ័យខ្លាចស្លាប់មិនធ្វើដំណើរផ្លូវឆ្ងាយខំដាក់ខ្សែក្រវ៉ាត់អីណាការពារចឹងហ្នឹងមែនទេហ្នឹងហើយបើមិនភ័យខ្លាចស្លាប់មិនមានជំងឺហើយទៅរកពេទ្យទេចឹងមែនទេញាតិញោមណាគ្រប់រូបគ្រប់គ្នាហ្នឹងភ័យខ្លាចស្លាប់ដូចគ្នាចឹងបានសូម្បីតែសត្វដេរឆានណាអត់មានធម្មសញ្ញាហ្នឹងចំណោមសញ្ញាទាំង4ដែលមនុស្សមានហ្នឹងមានសញ្ញា3សត្វដេរឆានក៏មានដូចយើងដែរទី1គឺកាមសញ្ញាវាត្រេកអរក្នុងកាមវាស្គាល់ដៃគូរបស់វាចឹងមែនទេនឹងសត្វក៏មានមនុស្សក៏មានទី2គោចរៈសញ្ញាឬក៏អាហារសញ្ញាមនុស្សស្គាល់អាហារខ្លួនឯងបាយទឹកនំចំណីដល់ទៅពេលសត្វដេរឆានសត្វខ្លះវាស៊ីស្មៅអញ្ចឹងទៅសត្វខ្លះស៊ីរុក្ខជាតិអីផ្សេងអញ្ចឹងទៅសត្វខ្លះទៀតស៊ីសាច់ជាអាហារអញ្ចឹងទៅអញ្ចឹងវាស្គាល់អាហាររបស់វាហើយដល់ពេលសញ្ញាទី3គឺមរណសញ្ញាបានន័យថាសត្វដេរឆានក៏ខ្លាចស្លាប់មនុស្សក៏ខ្លាចស្លាប់នឹងដូចគ្នាមានដូចគ្នាប៉ុន្តែរបស់ដែលធ្វើឲ្យមនុស្សផ្សេងពីសត្វមានតែមួយឯងគឺធម្មសញ្ញាស្គាល់ម៉ែស្គាល់ឪស្គាល់គុណស្គាល់ទោសស្គាល់ល្អស្គាល់អាក្រក់ហើយបើសិនបើមនុស្សអត់ធម្មសញ្ញាទេលោកសន្មត់ដូចសត្វដេរឆានអញ្ចឹងមែនទេញាតិញោមណាអញ្ចឹងបានលោកបែងចែកប្រភេទមនុស្សហ្នឹងទៅជា5ប្រភេទមានមនុស្សសនិរយកោមនុស្សនរកខ្លួនជាមនុស្សទេសត្វនរកហ្នឹងមិនគឺក្តៅក្រហាយគ្រប់ពេលវេលាទាំងអស់អញ្ចឹងសត្វលោកណាមនុស្សណាដែលកើតទោសៈច្រើនខឹងក្រោធអត់សូវសบายចិត្តដឹងតែពីទោមនស្សថ្នាក់គ្រប់រឿងហ្នឹងលោកចង្អុលបង្ហាញថាសភាពផ្លូវចិត្តរបស់បុគ្គលហ្នឹងស្តៀងជាមួយនឹងសត្វនរកយល់ទេញាតិញោមទី2មនុស្សសៈបេតោមនុស្សប្រែតហ្នឹងយ៉ាងម៉េចប្រែតហ្នឹងគឺខ្វះខាតកាន់តែស៊ីកាន់តែឃ្លានអត់ចេះឆ្អែតទេញាតិញោមអញ្ចឹងបុគ្គលណាក៏ដោយដែលអត់ចេះស្កប់ស្កល់ទោះបីមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែបើមិនស្កប់ជាមួយនឹងទ្រព្យខ្លួនឯងហើយនៅតែព្យាយាមប្រឹងប្រែងបំពេញគេដើម្បីបានរបស់ទាំងអស់ហ្នឹងលោកសន្មត់លោកចាត់ទុកដូចជាមនុស្សប្រែតអញ្ចឹងយល់ទេញាតិញោមហ្នឹងហើយអត់ចេះឆ្អែតទេញាតិញោមណាទី3មនុស្សសតិរច្ឆានោមនុស្សដូចសត្វដេរឆានអត់ធម្មសញ្ញាអត់ស្គាល់ម៉ែស្គាល់ឪអញ្ចឹងទៅណាអត់ស្គាល់បងប្អូនអត់ស្គាល់ញាតិទេដើម្បីទ្រព្យសម្បត្តិឬក៏ដើម្បីកិច្ចការដែលជាទីប្រាថ្នារបស់ខ្លួនហ្នឹងបៀតបៀនអ្នកទាំងអស់នោះក៏ហ៊ានធ្វើហ្នឹងលោកសន្មត់ថាដូចសត្វអញ្ចឹងដល់មនុស្សប្រភេទទី4មនុស្សអីមនុស្សសៈមនុស្សសោមនុស្សមានភាពជាមនុស្សគឺមានធម៌ហ្នឹងឯងរាប់ចាប់ពីសិល5ហ្នឹងឡើងទៅណាញាតិញោមណាឲ្យតែមានសិល5គឺមានសញ្ញាបត្រជាមនុស្សមានសិល5គឺកម្មវិញ្ញាបនបត្រពេញសិទ្ធជាមនុស្សហើយបើអត់សិលទេដូចសត្វចឹងនៅក្នុងសភៅមួយលោកព្រះអង្គគ្រូបណ្ឌិតហុកសវណ្ណលោកសរសេរមកលោកដាក់ថាមនុស្សប្រសិនបើអត់សិលស្មើនឹងសត្វដេរឆានចឹងលោកសំដៅដល់សិល5ហើយលោកធ្វើការបូកដកអញ្ចឹងញាតិញោមឧទាហរណ៍ថាសិល5ហ្នឹងឲ្យឈ្មោះថាជាមនុស្សពេញសិទ្ធបើដាច់សិល1អស់សិទ្ធជាមនុស្ស 20% ឧទាហរណ៍ថាដាច់បាណាតិបាតអស់សិទ្ធជាមនុស្ស 20% ដាច់អត្តនេទាន 20% ទៀតអស់ប៉ុន្មានហើយ40ដាច់កាមេមួយទៀតអស់ 20% ទៀត60
đạch mục xa mùi tiết mà phây phía rồi tiết 80 đạch số ra mùi tiết mà phây phía rồi tiết mà rồi phía rồi lên cho bà đào nhận nhôm ná chẳng lúc xa xe chẳng á xong cú đo ca bị chàn nà đề dương trâu riêng kết ẩm pi cô nọ thọ bằngមនុស្សនឹងឯងមនុស្សដល់ប្រពៃមនុស្សដល់ថ្លៃថ្លាគឺអ្នកមានសិលនឹងហើយអត់សិលទៅអត់រួចទេញាតិញោមណាហ្នឹងហើយចាំមនុស្សប្រភេទទី5អីគេមនុស្សសទេវោខ្លួនជាមនុស្សប៉ុន្តែមានធម៌ជារបស់ទេវតាហេរិអោតបៈហ្នឹងគឺជាទេវធម៌ខ្មាស់បាបខ្លាចបាបហ្នឹងគឺជាធម៌របស់ទេវតាហ្នឹងឯងណាហើយបើរាប់ពីកិច្ចការដែលត្រូវធ្វើសទ្ធាសិលចាកៈបញ្ញាណាមានសទ្ធាមានសិលមានការបរិច្ចាគហើយមានបញ្ញាហ្នឹងគឺជាធម៌ហើយនឹងជាគុណជាតិញ៉ាំងប្រយោជន៍ឲ្យសម្រេចនាបរៈលោកនឹងឯងដែលជាទេវធម៌នឹងឯងអញ្ចឹងយើងមើលមនុស្សខ្លះនៅពេលដែលមានគុណធម៌ប្រៀបដូចជាម្លប់តិចអញ្ចឹងតាមរូបឯងប៉ុន្តែឲ្យម្លប់ដល់អ្នកដតីជ្រកបានច្រើនគ្នាប៉ុន្តែមនុស្សខ្លះទៀតដែលអត់គុណធម៌តែមួយរូបដូចគ្នាដែរប៉ុន្តែនាំទុកនាំភ័យឲ្យគេមកប្រទេសជឿចឹងឯងញាតិញោមណាដោយសម័យមុនមានកពូលចៅអីណាចៅដែលល្បីអារាស្មាច់អីណោះអ្នកមានសុខខ្មែរភ័យខ្លួនមិនស្ទើរទេណាតម្រាំតែគេចាប់បានចាប់អីអញ្ចឹងទៅញាតិញោមមើលតែម្នាក់ឯណាតែម្នាក់ឯងប៉ុនបង្កភ័យណាការព្រួយបារម្ភបើយើងក៏លេចពិចារណាធៀបថាមនុស្សអាក្រក់គិតឲ្យមែនតែនទៅគួរឲ្យខ្លាចជាងព្រៃខ្មោចបន្តិចញាតិញោមដែលគិតចំណុចហ្នឹង